បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរថយន្តមួយគ្រឿងបាទដើម្បីធ្វើវីដេអូបង្ហាញជូនពុកម៉ែបងប្អូនបានមើលបាទអូខេពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានរថយន្ត Toyota Tundra មួយគ្រឿងពុកម៉ែបងប្អូនណាឆ្នាំ2004ដែលមានទឹកថ្នាំរលើបរលោងពណ៌ក្រហមនេះបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់បានរថយន្ត Toyota Tundra ឆ្នាំ2004នេះយកទៅដឹកអីវ៉ាន់ឬក៏ទៅជាការគឺត្រូវបំផុតបងប្អូនណាអូខេតោះឥឡូវយើងដើរមើលមកជុំទាំងអស់គ្នាបងប្អូនណាយើងដើរមើលមកជុំរួចហើយចាំយើងចូលទៅមើលផ្នែកខាងក្នុងនិងខាងប្លុកម៉ាស៊ីនវិញអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់យកប្រើប្រាស់ដឹកអីវ៉ាន់ឬក៏យកទៅជិះចូលចការអីត្រូវបំផុតពុកម៉ែបងប្អូនដឹងហ៎ចំណុចពិសេសរបស់រថយន្តនេះគឺពិសេសខ្លាំងបំផុតបងប្អូនបាទរថយន្ត Toyota Tundra នេះឆ្នាំ2004នេះ Auto Capital Limited Full Option អ្វីដែលសំខាន់នោះគឺពុកម៉ែបងប្អូនគឺវាប្រើម៉ាស៊ីនទៀតពួកបងប្រុសរបស់ខ្ញុំនោះគាត់បានបដូរម៉ាស៊ីនក៏ដាក់ប្រើម៉ាស៊ីនដើម្បីយកទៅអាចចូលចការដល់ពេលឥឡូវគាត់បែរជាប្រើឡានការ៉េវិញគាត់ចង់ប្រើឡានការ៉េវិញដើម្បីដឹកអីវ៉ាន់បានដឹកផ្លែឈើនិងដឹកផ្លែដូងមកចឹងបងប្អូននេះម៉ាស៊ីនគឺជាម៉ាស៊ីនប្រាដូ06បាទថ្មីមែនតើឈើស្អាតមែនតើបងប្អូនណាអូខេចឹងខ្ញុំរៀបរាប់ជូនពុកម៉ែបងប្អូនបន្តិចសាច់ដែកវាគឺស្អាតមែនតើបងប្អូនណាសាច់ដែកវាគឺស្អាតមែនតើគឺនៅសំណុំឃ្លាំងរបស់វាហ្មងណានេះកន្លឹកតិចអត់មានប្រហើថ្នាំប្រហើយទេស៊ីនរបស់វាមកកន្លងស្ពាល់វានេះគឺនៅស្អាតទាំងអស់ original ទាំងអស់ស្អាតមែនតើបងប្អូនណាស្អាតមែនតើនេះកន្លឹកអ្វីដែលសំខាន់ដូចខ្ញុំនិយាយជំរាបពីខាងលើទេបងប្អូនអ្វីដែលសំខាន់បំផុតគឺប្លុកម៉ាស៊ីននេះគឺប្រើជាម៉ាស៊ីនប្រាដូម៉ាស៊ុតបងប្អូនណាចំណេញមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលយកទៅប្រើប្រាស់ដឹកជាបន្លែបាទដឹកជាបន្លែឬក៏ដឹកអីដឹកក្រូចឬក៏ដឹកដូងអីត្រូវបំផុតណាវាប្រើម៉ាស៊ុតបងប្អូនណាប្រើម៉ាស៊ុតអញ្ចឹងស័ក្តិសមជាមួយបងប្អូនដែលយកចុះជាការឬក៏យកទៅប្រើប្រាស់ដឹកជាបន្លែដឹកជាដូងដឹកជាផ្លែក្រូចអីនឹងត្រូវមែនតើពុកម៉ែបងប្អូនមិនចាំបាច់ទិញតាកម៉ាទេនៅពិបាកដាក់ហ្គាសទៀតអានេះវាប្រើម៉ាស៊ុតស្រាប់អូខេម៉ាស៊ីននោះគឺម៉ាស៊ីនសំណុំសៀនដើមប្រាដូ06បងប្អូនណាបាទនេះយើងរៀបទុកប្រើខ្លួនឯងតែឥឡូវនេះយើងបែរជាលែងមានតម្រូវការយើងក៏លក់វិញទៅអូខេបាត់ក្រោមវាអីនៅស្អាតណាបងប្អូនបាត់ក្រោមវានេះបងប្អូនមើលតាក់ស៊ីវានេះតាក់ស៊ីអត់មានជ្រេះទេចឹងបងប្អូនណាតាក់ស៊ីវាស្អាតមែនតើស្អាតបាត់ក្រោមវានៅខ្ចីភ្លឹងបដ នេះបងប្អូនមើលបាតក្រោមអត់មានជ្រេះទេបញ្ជាក់បងប្អូនណាអត់មានជ្រេះទេបញ្ជាក់ប្រាប់បងប្អូនឲ្យច្បាស់អូខេផ្នែកខាងក្រៅនេះផ្នែកខាងក្នុងគឺនៅខ្ចីដូចគ្នាបងប្អូនណាមកខ្ចីដូចគ្នាហ្មងបាទគឺក្នុងមួយវាបងប្អូនគឺក្នុងវាខ្ចីមែនតើនឹងដំណើរវិវត្តអត់ឈប់ឈរនៃការប្រែប្រួលអាកាសធាតុសកលចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការអាចតាក់ទងមកខ្ញុំបានឬក៏ពុកម៉ែបងប្អូនចង់វាយដូរជារថយន្តពុកម៉ែបងប្អូនHighlander ឬក៏330ឬក៏ Lexus 300ឬក៏ឆ្លាមអីអាចវាយបដូរបានបាទអាចវាយបដូរបានតែខាងក្នុងខាងមុខនិងខាងក្រោយគឺនៅខ្ចីពុកម៉ែបងប្អូនណានៅស្អាតមែនតើពុកម៉ែបងប្អូននេះមើលតែកន្លែងយើងលុបកញ្ចក់នេះក៏វាអត់មានលុបអីដែរបាទកាលណាដែលវាមានសញ្ញាស្នាមលុបច្រើននេះបានន័យថាឡាននឹងវាប្រើច្រើនអញ្ចឹងឡាននេះគឺវាប្រើតិចមែនតើគាត់រៀបថាប្រើទៅជាការឥឡូវគាត់លែងប្រើអូខេអញ្ចឹងបងប្អូនយើងរត់សាប់អាប់លេខទាំងអស់គ្នាទី1គឺទាញចូល air បាទទាញចូល air បាទទាញចូល air គឺវាមានអាយ៉ែរបស់វាណាមានកាមេរ៉ាមើលក្រោយទាំងអស់វាអូស្អាតបងប្អូនណាដែលមានតម្រូវការអត់ខុសទេសម្រាប់ Toyota Tundra 04 ប៉ុង2 Full Option Limited នេះបាទមិនខុសទេម៉ាស៊ីនវាជួនស្អាតមែនតើបងប្អូនប្រើម៉ាស៊ុតហើយជីស្រួលទៀតបាទអញ្ចឹងបងប្អូនមិនបាច់ចាំបាច់ទិញតាកាម៉ាតម្លៃវា6 10 7 10យកទៅដាក់ហ្គាសទៀតទេ Toyota Tundra 04នេះបាទប្រើម៉ាស៊ីនប្រាដូ06តម្លៃរបស់វាតែ12500ទេបងប្អូនណា12500បាទឆ្នាំ2004 Auto Capital Limited Full Option បងប្អូនណាអូខេសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការអាចទាក់ទងមកខ្ញុំបានបាទទីតាំងនៅខាងភ្នំពេញបងប្អូនណា
នៅខាងក្នុងពេញនៅក្នុងផ្សារលឹមជិងហាក់បងប្អូនណាបាទផ្លូវកាយ9អូខេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍អាចតាក់ទងលំអត់បានតាមរយៈ Telegram ក៏បានតាម Page ក៏បានបាទបាទសូមអរគុណច្រើនបងប្អូនណាជូនពរពុកម៉ែបងប្អូនហេងៗបាទ